ទំនាក់ទំនងជំងឺទឹកនោមផ្អែមនិងភ្នែកដោយសារតែភាពសម្បូរបែបនៃការរស់នៅបច្ចុប្បន្នចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំជំងឺនេះទៀតសោតក៏អាចបណ្ដាលឲ្យសរីរាង្គមួយចំនួនក្នុងនោះគឺសរីរាង្គភ្នែកក៏អាចទទួលរងនូវផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមផងដែរវាត្រូវបានគេរកឃើញថាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី1និងប្រភេទទី2សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែកបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី1បានស្ដែងឡើងនៅផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2និយមន័យបញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមបណ្ដាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាមនិងការលើសសម្ពាធឈាមធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែកការប៉ះពាល់ដល់បាតភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា3ដំណាក់កាលធំៗនិងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗទី1 mild NPDR Non-proliferative diabetic retinopathy មានលេចចេញនៅសរសៃឈាមតូចៗបែកនៅលើ retin ទី2 moderate NPDR Non-proliferative diabetic retinopathy មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើនហើយមាន macular edema គឺកន្លែងចាប់រូបភាពចាប់ផ្ដើមហើមធ្វើឲ្យអ្នកជំងឺចាប់ផ្ដើមស្រវាំងទី3 severe NPDR Non-proliferative diabetic retinopathy មានចំណុចសរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើ retin ទី4ដំណាក់កាលចុងក្រោយគឺ proliferative diabetic retinopathy គឺករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើនដែលបណ្ដាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុងប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលាមូលហេតុបញ្ហាភ្នែកដែលកើតលើអ្នកជំងឺទឹកនោមផ្អែមបណ្ដាលមកពីកត្តាមួយចំនួនមានដូចជាកត្តាជាតិស្ករក្នុងឈាមកត្តាជាតិខ្លាញ់ក្នុងឈាមកត្តាលើសសម្ពាធឈាមអ្នកជំងឺដែលមិនអាចគ្រប់គ្រងកត្តាទាំង3នេះឲ្យបានល្អទេនោះផលវិបាកដែលកើតលើភ្នែកនឹងលេចឡើងក្នុងរយៈពេល4ទៅ5ឆ្នាំក្រោយជំងឺទឹកនោមផ្អែមតាមការសិក្សាគេបានរកឃើញថាអ្នកជំងឺទឹកនោមផ្អែម18ទៅ20នាក់ក្នុង100នាក់មានលេចចេញនៅផលវិបាកនៅនឹងភ្នែករោគសញ្ញាក្នុងកម្រិត mild NPDR ហើយនិង moderate NPDR អ្នកជំងឺមិនមានលេចចេញនៅរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេអ្នកជំងឺចាប់ផ្ដើមសម្គាល់ថាមានអាការៈខុសប្រក្រតីនៅពេលស្ថានភាពជំងឺឈានដល់ដំណាក់កាល severe NPDR គឺ non-proliferative diabetic retinopathy ទៅហើយដូចជាស្រវាំងភ្នែកឃើញរូបភាពវាចអាចមានឈាមនៅនឹងភ្នែកការធ្វើរោគវិនិច្ឆ័យបញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការឆ្លោះមើលបាតភ្នែក fundus photography គឺការថតបាតភ្នែកដើម្បីដឹងថាមានសរសៃតូចៗបែកឬក៏អត់ OCT optical coherent tomography ការស្កេនបាតភ្នែកដើម្បីដឹងថាមានបាតភ្នែកហើមឬត្បៀតសរសៃឈាមការព្យាបាលអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់យ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំចំពោះអ្នកដែលរកឃើញថាមានផលវិបាកភ្នែកកម្រិត mild NPDR និង moderate NPDR ត្រូវពិនិត្យភ្នែកឲ្យបានកាន់តែញឹកញាប់គឺអាច3ខែទៅ6ខែម្ដងចំពោះអ្នកមានបញ្ហាកម្រិត severe NPDR ត្រូវទទួលការព្យាបាលដោយបាញ់កាំរស្មីដើម្បីទប់ការវិវត្តរបស់បញ្ហាភ្នែកព្រោះសរសៃឈាមតូចៗនៅភ្នែកត្រូវបានត្បៀតដូចនេះគេត្រូវបាញ់កាំរស្មីជុំវិញដើម្បីឲ្យសរសៃឈាមទៅចិញ្ចឹមតែ macular ចំណែកចំនួននៃការបាញ់កាំរស្មីគឺប្រែប្រួលទៅតាមការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យករណីមានហើមឬក៏មានដោះសរសៃឈាមថ្មីក្រៅពីបាញ់កាំរស្មីគេអាចប្រើប្រាស់ថ្នាំចាក់ប្រភេទ anti VEGF
GF Avastin ដើម្បីបញ្ឈប់ការលូតលាស់របស់សរសៃឈាមថ្មីដែលមិនល្អករណីមានឈាមនៅក្នុងបាតភ្នែកអាចធ្វើការវះកាត់លាងឈាមចេញនិងបាញ់កាំរស្មីវិធីការពារដើម្បីការពារអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការតាមដានកត្តាទាំង3ឲ្យបានទៀងទាត់ 1. HbA1c 2. កម្រិតជាតិខ្លាញ់ក្នុងឈាម 3. រក្សាសម្ពាធឈាមឲ្យបានល្អចាអត្ថបទនេះបកស្រាយដោយសាស្ត្រាចារ្យងីមេង